បាទសួស្តីបងប្អូនទាំងអស់គ្នាយើងបន្តការងាររបស់យើងតទៅមុខទៀតបាទពាក់ព័ន្ធជាមួយនឹងកាលនៅក្នុងអតីតកាលបាទបងប្អូនបានឃើញហើយកាលនៅក្នុងអតីតកាលគឺវាមានច្រើនហើយកាលដែលគេប្រើប្រាស់ញឹកញាប់នោះគឺលោកគ្រូបានរំលេចនៅក្នុងវីដេអូមុនគឺមានចំនួន3បាទអីខ្លះគឺមាន plus que parfait មាន imparfait និង passé composé យើងមើលជាមួយលោកគ្រូតទៅទៀតថ្ងៃនេះលោកគ្រូសូមធ្វើការពន្យល់អំពីរបៀបប្រើ passé composé ជាមួយនឹង imparfait វាជាតង់ពីរដែរបងប្អូនដែលយើងប្រើក្នុងអតីតកាលក៏ប៉ុន្តែយើងសួរថាតើតួនាទីរបស់វាមួយនោះវាមានតួនាទីយ៉ាងណាហើយអាពីរហ្នឹងគឺវាខុសគ្នាយ៉ាងដូចម្ដេចសូមតាមដានជាមួយលោកគ្រូដូចតទៅបងប្អូនឃើញទេលោកគ្រូដាក់ថា temps du passé បាទ temps du passé គឺកាលនៅក្នុងអតីតកាលបាទលោកគ្រូបានបញ្ជាក់ជូនខាងក្រោមនេះគឺលោកគ្រូលើកយកតង់ពីរមកទៅចែកជាមួយបងប្អូនដែលជាតង់ក្នុងអតីតកាលដែរគឺ passé composé ហើយនិង imparfait បាទយើងតាមដានជាមួយលោកគ្រូថាតើអាតង់ពីរហ្នឹងតង់នីមួយហ្នឹងវាមានតួនាទីអីខ្លះហើយអាពីរហ្នឹងហេតុអីបានយើងប្រើវានៅក្នុងអតីតកាលដូចគ្នាក៏ប៉ុន្តែចាំបាច់ប្រើ passé composé ហើយ imparfait វាខុសគ្នាយ៉ាងដូចម្ដេចជារួមបងប្អូនត្រូវដឹងថា passé composé គឺជាតង់មួយដែលគេប្រើប្រាស់ដើម្បីកំណត់សកម្មភាពដែលបានកើតហើយវាបានចប់នៅក្នុងអតីតកាលបើយើងធៀបជាមួយនឹងឧបករណ៍គឺយើងអាចគិតថាយើងប្រៀបធៀបវាដូចកាមេរ៉ាថតរូបបាទកាមេរ៉ាថតរូបនៅពេលដែលបងប្អូនធ្វើការថតរូបទៅចុចតែមួយក្រឹកមកគឺវាចប់បាទក៏ប៉ុន្តែបើសិនជាបងប្អូនក៏លេចមើលអឺ imparfait វិញបាទ imparfait ជាទូទៅបាទបើសិនជាបងប្អូនធៀបជាមួយនឹងបាទធៀបជាមួយនឹងកាមេរ៉ាគឺវាស្មើជាមួយនឹងកាមេរ៉ាវីដេអូហេតុអីបានយើងប្រើកាមេរ៉ាវីដេអូបាទកាមេរ៉ាវីដេអូมันអាចក្រឹកទៅចប់ទេគឺវាត្រូវការអូសបន្លាយបាទវាត្រូវការអូសបន្លាយនេះគឺតួនាទីរបស់ imparfait ហើយនិង passé composé សូមបងប្អូនធ្វើការកត់ចំណាំឲ្យច្បាស់លោកគ្រូមកបញ្យល់ខាងក្រោមបាទយើងឃើញនេះអាពណ៌ខៀវបាទមានកាញ់ដូចតកៅហ្នឹងគឺតំណាងឲ្យតង់ imparfait ហេតុអីពីព្រោះវាគឺជាស្ថានភាពនៅក្នុងអតីតកាលបាទឧទាហរណ៍គ្នាទី1លោកគ្រូនិយាយថា hier il faisait très chaud j'ai acheté un chapeau ម្សិលមិញអាកាសធាតុក្តៅខ្លាំងណាស់បាទ hier il faisait très chaud donc j'ai acheté un chapeau យើងឃើញទេបងប្អូនបាទ faisait គឺពណ៌ខៀវតំណាងឲ្យ imparfait ហេតុអីបានយើងប្រើ imparfait ពីព្រោះអាកាសធាតុក្តៅមិនក្តៅមួយវិនាទីហើយវាចប់ទេបាទគឺវាអូសបន្លាយនៅក្នុងអតីតកាលមួយទៀតបាទម្សិលមិញអាកាសធាតុក្តៅដូច្នេះខ្ញុំបានទិញមួកមួយបាទអញ្ចឹងបានទិញគឺជា passé composé ពណ៌លឿងគឺជា flash មួយនេះលោកគ្រូដាក់សញ្ញានេះឲ្យបងប្អូនដឹងនិយាយឲ្យខ្លីបាទនេះថា passé composé វាមកកាត់ imparfait អញ្ចឹងអាពណ៌លឿងអាពណ៌ដូចទៅក្រូចហ្នឹងគឺវាមកកាត់អាពណ៌ខៀវនេះអាពណ៌លឿងគឺតំណាងឲ្យ passé composé អាខៀវគឺតំណាងឲ្យ imparfait សូមបងប្អូនចាំคลิปที่2លោកគ្រូនិយាយថា mercredi dernier j'ai eu de bonnes notes à l'école អីចឹងណា et mes parents étaient très contents បាទកាលពីថ្ងៃពុធមុននោះខ្ញុំបានពិន្ទុល្អមែនទែន
ឪពុកម្ដាយរបស់ខ្ញុំសប្បាយចិត្តខ្លាំងណាស់បាទបើអញ្ចឹងបានពន្ធទូតល្អហ្នឹងវាជាសកម្មភាពចឹងហើយគឺយើងប្រើ passé composé j'ai eu ចំណែកឪពុកម្ដាយខ្ញុំសប្បាយចិត្តវាគឺជាស្ថានភាពចឹងហើយបានជាលោកគ្រូប្រើពណ៌ខៀវបាទនេះ imparfait បងប្អូនណា imparfait បាទ imparfait បាទឃ្លាទី3លោកគ្រូនិយាយថា ce matin ma moto était en panne កាលពីព្រឹកមិញម៉ូតូរបស់ខ្ញុំខូច j'ai pris donc le tuk-tuk ឬក៏ j'ai pris donc un tuk-tuk pour aller à l'université ដូច្នេះខ្ញុំបានជិះតុកតុកទៅសាលាទៅសាកលវិទ្យាល័យអញ្ចឹងយើងឃើញétait en panne ម៉ូតូខ្ញុំខូចមិនមែនខូចមកវិនាទីហើយវាដើរវិញណាបាទអានេះគឺខូចយើងទុកចោលកន្លែងជាងបាទអញ្ចឹងគឺបញ្ជាក់ប្រាប់ស្ថានភាពនៃម៉ូតូរបស់យើងខ្ញុំបានជិះតុកតុកបាទខ្ញុំបានជិះតុកតុកហ្នឹងបានន័យថាជាសកម្មភាពបាទជិះហើយចប់ឲ្យលុយគេហើយចប់បាយបាយអញ្ចឹងអាហ្នឹង passé composé ពណ៌បាទពណ៌ទឹកក្រូចបាទពណ៌ទឹកក្រូចណាបាទអញ្ចឹងបងប្អូនឃើញហើយនៅក្នុងឃ្លាទាំង3នេះគឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា imparfait គឺជាសកម្មភាពអូសបន្លាយមិនមែនកើតហើយចប់បើធៀបជាមួយនឹងឧបករណ៍ថតរូបគឺជាកាមេរ៉ាវីដេអូនៅខាងស្ដាំដែលលោកគ្រូកំពុងតែធ្វើការចង្អុលបង្ហាញនេះមួយវិញទៀត passé composé គឺធៀបបានជាមួយនឹងកាមេរ៉ាថតរូបយើងចុចព្រឹកចប់កើតហើយចប់វិញនៅក្នុងអតីតកាលបើយើងធៀបមកនៅបច្ចុប្បន្ននេះបច្ចុប្បន្នណាបងប្អូនកដាលពណ៌មានខ្វែងហ្នឹងហើយអក្សរពណ៌ក្រហមហ្នឹងគឺជាបច្ចុប្បន្នកាលអញ្ចឹងលោកគ្រូគិតថាឃ្លា3នេះអាចផ្ដល់ជាសញ្ញាណដល់បងប្អូនអំពីភាពខុសគ្នារវាង imparfait ហើយនិង passé composé បាទអញ្ចឹងលោកគ្រូបានពន្យល់ក្បោះក្បាយហើយលោកគ្រូគិតថាអ្វីដែលលោកគ្រូបានបញ្ជាក់ជូននេះគឺជាធាតុចូលថ្មីមួយទៀតបាទសម្រាប់បងប្អូនទាំងអស់បាទធ្វើការពង្រឹងក៏ដូចជាពង្រីកភាសាបារាំងរបស់បងប្អូនហ្នឹងគឺកាន់តែប្រសើរណាកាន់តែប្រសើរបាទសូមអរគុណហើយលោកគ្រូក៏ជម្រាបប្រាប់បងប្អូនផងដែរថាដើម្បីបន្តធ្វើវីដេអូជូនបងប្អូនតទៅទៀតបាននៅក្នុងន័យលើកទឹកចិត្តបាទសូមបងប្អូនទាំងអស់គ្នាជួយ Subscribe ហើយនឹងជួយចុចសញ្ញាកណ្ដឹងឲ្យលោកគ្រូមួយផងបាទហើយវីដេអូថ្មីទៀតបាទវានឹងរត់ទៅរកបងប្អូនដោយស្វ័យប្រវត្តិនៅពេលដែលបងប្អូនចុះឈ្មោះហើយបាទ Subscribe បាទអញ្ចឹងបងប្អូនជួយ Subscribe លោកគ្រូមួយមកហើយលោកគ្រូនឹងបន្តផលិតវីដេអូក្រោយៗទៀតបាទជូនដល់បងប្អូន Merci beaucoup de votre attention. À très bientôt.